Ok, hello ក៏ដូចជាជំរាបសួរគ្នាស្វាគមន៍មកកាន់វីដេអូ part 4នៃ Foundation Comment ដែលយើង topic ថ្ងៃហ្នឹងគឺយើងមកនិយាយពី hardware monitor អូខេឥឡូវដើម្បីអាចចូលទៅការចូលវាបានខ្ញុំត្រូវការភ្ជាប់វាទៅ PowerShell ជាមុនសិនអញ្ចឹងខ្ញុំត្រូវការយកអូខេហើយនឹងបង្ហាញ IP របស់ខ្ញុំនេះខ្ញុំចូលមកកាន់ PowerShell នេះហើយយើងបាច់ run ជា admin ក៏បានដែរ run ទៅធម្មតាទៅហើយ comment ដែលយើងអាចធ្វើការភ្ជាប់បានគឺយើងចុច SSH អូខេអានេះឈ្មោះទៅវិញខ្ញុំហើយដាក់ IP ហ្នឹងមក190.168ចុច11នឹង145ហើយតើតើនឹង IP មួយហ្នឹងគឺវា depend ទៅលើ network ដែលយើងប្រើប្រាស់ហើយ network នោះគឺយើងអាចចូលមកកាន់កន្លែង machine ចូលមក setting ហើយយើងអាចធ្វើការកំណត់បានចូលមកកន្លែង network នៅកន្លែងនេះយើងផ្លាស់ប្ដូរវាមកadapter ហើយកន្លែងនេះវានឹងមកបង្ហាញពី driver network ហើយអញ្ចឹងឥឡូវនេះគឺខ្ញុំទៅលើការប្រើប្រាស់ទៅលើ Ethernet អញ្ចឹងវាជា network ដល់ខ្សែហ្នឹងដែលគ្នាយើងធ្លាប់ដឹងហើយនេះជា driver Wi-Fi តែឥឡូវនេះខ្ញុំប្រើ Ethernet ទៅអញ្ចឹងខ្ញុំផ្លេចយក Ethernet របស់គ្នាយើងណាគាត់ប្រើ Wi-Fi យក Wi-Fi អញ្ចឹងទៅដល់ពេលយើងធ្វើការ select ឬក៏កំណត់បែបហ្នឹងហើយយើងចុច OK ទៅហើយយើងអាចចូលមកបានវាកូដទៅតាមខ្ញុំដាក់ថា IPA IP ដក clear A វានឹងមកបង្ហាញ IP ហើយអញ្ចឹងតទៅពីយើងទទួលបាន IP ហ្នឹងយើងអាចយកការបើក PowerShell យើងដើម្បីធ្វើការ connect បានហើយអញ្ចឹងយើងធ្វើ on ការ enter មកហើយយើងធ្វើការ Wi-Fi password ទៅហើយ password ក៏អត់ខុសពីនៅក្នុង user របស់យើងដែរអញ្ចឹងយើង Wi-Fi password ដូចរបស់យើងទៅហើយ enter ទៅវានឹងធ្វើការភ្ជាប់ដោយ automatic អញ្ចឹងយើងអាចធ្វើការប្រើប្រាស់វាhost លក្ខណៈថា remote ចូលមកក្នុង PowerShell បានអូខេអូខេតទៅនេះខ្ញុំធ្វើការ clear បន្តិចសិនអូខេឲ្យវាស្រួលមើលតិចកុំឲ្យវាមានច្រើនអញ្ចឹងណាអូខេ alright ដំបូងគឺខ្ញុំធ្វើការឆែកប៉ុណ្ណឹងហើយនឹងបង្ហាញ user យកហើយមួយទៀត PWT ហើយបន្តទៀតគឺ hostname តែជា hostname របស់ខ្ញុំហើយនឹង user របស់ខ្ញុំ alright ជាបន្តខ្ញុំនឹងធ្វើការបង្កើតកូដដើម្បីបង្កើត file អញ្ចឹងដើម្បីបង្កើត file មួយឧទាហរណ៍ខ្ញុំបង្កើត file TXT អញ្ចឹងខ្ញុំធ្វើការប្រាប់វា dot អូម៉ាណា file ហ្នឹងខ្ញុំដាក់ឈ្មោះថា file name អញ្ចឹងទៅ dot TXT អូខេឥឡូវយើងបានខ្ញុំបានចុចវាយបែបហ្នឹងហើយយើងធ្វើឲ្យ enter ហើយយើងចង់ដឹងថាអូតើយើងបានបង្កើត file ឲ្យជោគជ័យមែនអត់នេះយើងចុច ls ចេញមកអត់នេះជា file ដែលខ្ញុំបានបង្កើតឈ្មោះfile name .txt អញ្ចឹងទៅអូខេអូខេបន្តទៅទៀតជប់ sorry អូខេតទៅទៀតយើងនឹងប្រហែលថាខ្ញុំចង់លុប file ហ្នឹងវិញឥឡូវប្រហែលថាខ្ញុំចង់លុបfile name.txt វិញយើងអាចប្រើ command មួយដែលគេហៅថា rm ស្មើនឹងពាក្យថា remove ហ្នឹងហើយហើយ rm ហើយយើងវាយ file ដែលយើងចង់ remove ទៅក្នុងករណីខ្ញុំនេះគឺខ្ញុំមាន file តែមួយទេប៉ុន្តែបើគ្នាយើងណាដែលគាត់បានបង្កើតជា file ច្រើនអញ្ចឹងវានឹងចេញជាជួរមកឲ្យច្រើនហើយអញ្ចឹងយើងត្រូវមើលតាមឈ្មោះបើថាយើងចង់លុប file ឈ្មោះអីយើងសរសេរ rm ហើយដាក់រូប file ហ្នឹងអញ្ចឹងប្រហែលថាឥឡូវនេះគឺខ្ញុំចង់លុប file មួយឈ្មោះថា file name.txt អញ្ចឹងខ្ញុំធ្វើការលុបវាដាក់ rm file name.txt ហើយយើងតែ enter ហើយយើងចង់បញ្ជាក់វាគឺយើងប្រើ code ls បីថែមើលគឺអត់មានទេអញ្ចឹងបើនៅពេលដែលវាអត់មានវានឹងចុះដើមតឲ្យយើងទៀតអូខេalright ឥឡូវខ្ញុំធ្វើការបង្កើតវាម្ដងទៀតមកដើម្បីប្រើ comment code ថ្មីផ្សេងទៀតដើម្បីធ្វើការចង់សរសេរអីនៅក្នុងវានៅក្នុង file មួយហ្នឹងអញ្ចឹងដូចជាយ៉ាងទៅថាយើងបង្កើត file ហ្នឹងដូចស្មើនឹង note យើងប្រើសរសេរនៅក្នុង notepad របស់ computer យើងអញ្ចឹង
Notepad យើងអាចគ្រាន់តែយើងចូលបង្កើតបើក Notepad មកយើងអាចធ្វើការវាយហើយយើងអាចធ្វើការ save អឺ text ឬក៏ប្រយោគឬក៏ sentence ឬក៏ code អីនៅខាងក្នុងហ្នឹងហើយ save វាទៅជា TXT ក៏បានឬក៏ប្រើវាទៅជា code ផ្សេងៗទៀតក៏បានដែរអញ្ចឹងឬក៏អាចនិយាយថាទៅជា extension ផ្សេងៗទៀតអញ្ចឹងទៅអញ្ចឹងគឺការប្រើប្រាស់ comment នៅខាងមួយនេះគឺវាដូចស្រដៀងទៅនឹង notepad ដូចគ្នាអញ្ចឹងឥឡូវកើតទៅហើយអូខេមានហើយអញ្ចឹងcomment បន្តនោះដើម្បីអាចធ្វើការសរសេរ text ឬក៏សរសេរជាប្រយោគអីនៅខាងក្នុង file នឹងបានយើងត្រូវប្រើពាក្យប្រើ code មួយគេហៅថា nano ហើយយើងចង់ save ឈ្មោះលើក្នុង file ណាយើង save ឈ្មោះ file ហ្នឹងមកអូខេតតិចហើយយើងធ្វើការ enter វានឹងនាំយើងមកផ្ទាំងហើយយើងអាចសរសេរធ្វើការសរសេរបានហើយអញ្ចឹងវាដូចខ្ញុំនិយាយពីមុនហ្នឹងគឺវាដូចស្រដៀងទៅនឹង notepad ដូចគ្នាអញ្ចឹងយើងចង់សរសេរអីយើងសរសេរមកគាត់ថាចង់ដាក់ថា welcome ឬអូខេតិចអឺ and that I am a student at cái at a third year that following year three ហើយបើគ្នាយើងចង់សរសេរអីបន្ថែមទៀតក៏អាចធ្វើការសរសេរបន្ថែមច្រើនអញ្ចឹងបើយើងចង់សរសេរអីនៅក្នុង file ហ្នឹងគឺអាចសរសេរបែបហ្នឹងបានអានេះគ្រាន់តែជាឧទាហរណ៍ទេយើងស្ដាប់ពីយើងពេកទេគាត់អាចធ្វើការសរសេរបែបផ្សេងទៀតបានព្រៃចាអូខេ alright បន្ទាប់ពីគ្នាយើងធ្វើការវាយបញ្ចូលអ្វីដែលគ្នាយើងចង់បាននៅខាងក្នុង file ហ្នឹងហើយគឺយើងអាចធ្វើការ save វាបានហើយអញ្ចឹងមិនបានថាយើងហើយយើងចង់ធ្វើការដាក់ចេញទៅក្រៅឬក៏អាចថា save វានៅក្នុង file មួយហ្នឹងយើងគ្រាន់តែធ្វើការ Ctrl X យើងអាចមើលទៅតាមកូដខាងក្រោមបានបើយើងចង់ exit យើងទៅអឺ Ctrl X ចឹងទៅដើម្បីធ្វើការ exit ហើយនៅពេលដែលយើងចុច Ctrl អូខេបន្តទៅទៀតយើងចង់ដឹងថាតើការtext ដែលយើងបានសរសេរហ្នឹងតើវាបានពិតជា save នៅខាងក្នុងហ្នឹងអត់យើងអាចធ្វើការ check ដូចនឹងយើង check file យើងបាន save អត់ដែរយើងប្រើ command មួយគឺថា cat ហើយយើងវាយពាក្យ file ឈ្មោះ file របស់យើងមកយើង file name dot t នេះវាចេញជា text មួយនៅក្នុង file ហ្នឹងអស់ហើយអូខេហើយតទៅទៀតគឺយើងនឹងមកធ្វើការបង្កើតទៅលើ folder អញ្ចឹងយើងប្រើពាក្យថា mk direct ចុះ mk ហ្នឹងមានន័យថា make directory អញ្ចឹងទៅ make directory directory អញ្ចឹងវាស្មើដូចនឹង folder អញ្ចឹងហើយដាក់ folder យើងមកមកថាខ្ញុំឧទាហរណ៍ដាក់ folder name អញ្ចឹងទៅអូខេខ្ញុំកើត folder មួយឈ្មោះ name ហើយយើង enter ហើយយើងធ្វើការវាយ slash វានឹងចេញមកអញ្ចឹងអ្នកគ្នាក៏បានសង្កេតឃើញភាពខុសគ្នារវាង file ជាមួយនឹង folder ហើយ folder គឺវាបានចេញជាពណ៌ខៀវយើងដល់ពេលពណ៌ file វាចេញជាពណ៌សអញ្ចឹងយើងអាចសម្គាល់បានថាអូវាពណ៌ថាយើងបាននៅក្នុងតើយើងបានប្រើវាបង្កើតជា file ហើយ folder ប្រហែលយើងអាចមើលបានអញ្ចឹងនៅពេលដែលយើងបង្កើតគឺវាចេញជាជួរចូលមកដក clear អញ្ចឹងទៅបើយើងមាន file មាន folder មាន file មាន folder វានឹងដាក់វារៀបជាជួរដេក
ទាំងដល់ចេញមកជាច្រើនចឹងទៅបើយើងមាន file និង folder ច្រើននៅក្នុងលក្ខខណ្ឌមួយនេះគឺខ្ញុំបានបង្កើត folder មួយហើយនិង file មួយទេអញ្ចឹងវាមានតែពីរ text នៅលើហ្នឹងអញ្ចឹងវាមកបង្ហាញបានប៉ុណ្ណឹងហើយបន្តទៅទៀតយើងនឹងមកធ្វើការឆត file មួយហ្នឹងអញ្ចឹងទៅលើ folder sorry យើងត្រូវការវាយដាក់ cd ហើយដាក់ folder យើងមកតមកយើងត្រូវការដាក់ slash មកឥឡូវយើងចូលនៅលើ folder ហ្នឹងហើយយកពី alright ឃើញយើងចូលមកខាង folder ហ្នឹងទៅអស់លើហ្នឹងហើយអូម៉ាយើងចង់ចេញយើងអាចវាយពាក្យថា cd ដក clear មកហើយចុចវាចេញបានហើយអញ្ចឹងយើងចេញ folder ហ្នឹងហើយអូខេអូខេបន្តទៅទៀតគឺយើងនឹងធ្វើការ copy អូម៉ាថាខ្ញុំចង់ copy file នេះឥឡូវខ្ញុំដាក់ list sorry ខ្ញុំបាយខុស alias អូខេយើងធ្វើលក្ខណៈថាខ្ញុំចង់ copy file មួយនេះដាក់ចូលក្នុង folder ហ្នឹងតែយើងធ្វើបែបម៉េចឥឡូវយើងធ្វើការឆែកទៅលើ folder ហ្នឹងសិនថាតើក្នុង folder ហ្នឹងគឺមានអីអត់អញ្ចឹងយើងដាក់ cd folder ហើយយើងដាក់ ls មកអញ្ចឹងមានន័យថាខ្ញុំដាក់ ls នេះគឺខ្ញុំធ្វើការឆែកទៅមើលថាតើ folder នៅក្នុង folder ហ្នឹងមាន file ឬក៏ឯកសារអីអត់តែឥឡូវនេះជាក់ស្ដែងគឺវាអត់មានទេព្រោះតែយើងទៅបង្កើតហើយយើងអត់បានទៅកើត file អីនៅក្នុងហ្នឹងទេអញ្ចឹងក្នុងលក្ខខណ្ឌនេះគឺយើងចង់ធ្វើការ copy file ដែលយើងបានបង្កើតនោះឈ្មោះថា file name.txt គឺចូលមកកាន់ folder មួយហ្នឹងអញ្ចឹងឥឡូវនេះយើងធ្វើការចេញវាសិនមក cd dot ទៅមកហើយយើងធ្វើការ copy យើងអាចធ្វើការបើ command cp ហើយវាយឈ្មោះ file យើងឲ្យត្រូវមក name បើយើងវាយខុសគឺវាអត់ចូលទេព្រោះថាយើងអត់មានអញ្ចឹងយើងវាយឲ្យត្រូវហើយយើងដក clear មួយទៀតយើងវាយទៀតឈ្មោះ folder name របស់យើងមក folder ដែលយើងបានចង់ copy ដាក់អញ្ចឹងក្នុង situation វិញនេះគឺខ្ញុំចង់ copy ដាក់ក្នុង folder name របស់ខ្ញុំហើយយើងអាចចុចទៅហើយធ្វើការ enter អូខេឥឡូវវារួចរាល់វាត្រឹមត្រូវអញ្ចឹងចង់ដឹងថាតើក្នុង folder ហ្នឹងពិតជាមានមែនអត់យើងវាយ cd ហើយវាយទៀតថាហើយយើងវាយ ls អូខេឥឡូវ file ហ្នឹងចូលមកកាន់នេះយើងបាន copy file ហ្នឹងចូលមកក្នុង folder name របស់យើងហើយអញ្ចឹងនេះជា comment ដែលយើងអាចធ្វើការ copy ហើយនឹងឆែកមើលបានទៅការថាទៅយើងចង់ដឹងថាក្នុង folder របស់យើងនោះមានអត់មានឯកសារឬអត់អីចឹងទៅហើយយើងនេះខ្ញុំឧទាហរណ៍ថាខ្ញុំ copy គឺខ្ញុំចូលបានទៅនឹងអូខេអូខេបន្តទៅទៀតគឺយើងគឺអូម៉ាថាខ្ញុំចង់ឆែកមើលតើ file មួយហ្នឹងគឺវាពិតជាទិន្នន័យដែលយើងបានសរសេរមិនណានៅក្នុង file ហ្នឹងតើវាមកទាំងអស់អត់អញ្ចឹងយើងធ្វើការវាយមកជាcat យើងប្រើ command cat ដូចយើងមិញហ្នឹងហើយ cat វាយវាថា file name .txt យើងវាយចូលមកនេះអញ្ចឹងគឺអត់មានបាត់ឯកសារយើងទាំងអស់គឺអត់មានបាត់ទេអ្វីដែលយើងបានសរសេរនៅក្នុង file ហ្នឹងគឺយើងបាន copy វាមកទាំងស្រុងមកទាំងអស់អញ្ចឹងវាអត់មានបាត់ទេអូខេអូម៉ាថាយើងចង់ធ្វើការbackup ចង់ធ្វើការ backup ណាbackup file ហ្នឹងនៅក្នុង folder មួយហ្នឹងអញ្ចឹងយើងធ្វើការវាយពាក្យថា cp file name sorry ហ្នឹងឯងត្រូវ file name ខ្លាយ second ជាខ្លាយច្រឡំអូខេ file name ហើយ .txt ហើយដក clear មកហើយយើងដាក់ file backup របស់យើងអញ្ចឹងយើងដាក់ថា file name .txt dot backup ek អូខេហើយយើងថា enter អូខេ comment not found បាយខុសកន្លែងណាចេះគឺខ្ញុំដល់ធ្វើការវាយបន្ថែមម្ដងទៀតខ្ញុំវាយខុសកន្លែង cp វាយ co
ok cp file name txt file name txt txt ok យើងបាន backup វាហើយអញ្ចឹងយើងធ្វើការ check វាមក ls នេះជា file backup របស់យើងហើយនេះជា file sin យើងបាន copy ដាក់ចូលក្នុង folder អូខេបន្តទៅនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបក្នុងការ remove folder ម្ដងមិញហ្នឹងខ្ញុំបង្ហាញពីរបៀបក្នុងការ file remove អីចឹង copy backup អូខេឥឡូវយើងធ្វើការចូលមកការធ្វើការ remove folder មកយើងចង់ remove folder អញ្ចឹងឥឡូវយើងធ្វើការចេញទៅអូខេវាចេញហើយនេះឥឡូវគឺខ្ញុំមាន folder មួយហើយនឹង file មួយអញ្ចឹងអូម៉ានថាខ្ញុំចង់ remove folder តើយើងត្រូវបត់មិនអញ្ចឹងយើងត្រូវ code មួយដែលមានឈ្មោះថាអឺ om directory កូដហ្នឹងដើម្បីធ្វើការ remove folder អញ្ចឹងខ្ញុំអត់តន់ចង់ remove folder name ខ្ញុំទេខ្ញុំចង់កើត folder ថ្មីដើម្បីឧទាហរណ៍ឲ្យគ្នាយើងមើលអញ្ចឹងអូខេខ្ញុំធ្វើការបង្កើត folder ថ្មីមកអឺដាក់ថា omk directory ដាក់ថា testing អញ្ចឹងទៅហើយយើងធ្វើ enter ទៅហើយអូខេអញ្ចឹងយើងបាន testing folder ឈ្មោះ testing អញ្ចឹងខ្ញុំធ្វើការ remove មកពាក្យថា directory ហើយដាក់ថា testing ធ្វើម៉េចឲ្យវាយឲ្យត្រូវគ្នាវាយខុសវាអាចនឹងបានទៅដើរឬក៏អាចថា remove ឲ្យបានជោគជ័យអូខេគេត្រឹមត្រូវអញ្ចឹងយើងចង់ដឹងថាវាបាត់អត់បាទប៉ុន្តែអ្វីដែលយើងអត់ដឹងច្បាស់ដំបូងដែលពេលយើងចុច remove ទៅហើយយើងត្រូវការធ្វើការ run ILS ដើម្បី check មើលអញ្ចឹងវាពេលខ្លះយើងអាចថាយើងអត់ដឹងអញ្ចឹងដើម្បីឲ្យយើងមានភាពងាយស្រួលក្នុងការដឹងថាអូតើការពេលយើង remove ទៅវាបានជោគជ័យអត់អញ្ចឹងយើងអាចមាន comment មួយទៀតដែលយើងអាចពេលយើង remove ទៅវានឹង alert message ប្រាប់ថាអូឥឡូវបាន remove អាហ្នឹងចេញហើយឬក៏ folder ហ្នឹងចេញហើយឥឡូវយើងធ្វើការបង្កើត folder ហ្នឹងម្ដងទៀតហើយខ្ញុំធ្វើការ remove ទៅតាមកូដថ្មីមួយទៀតជាពេលដែលយើង remove ទៅវានឹង load ជា message ចាប់ពេញអញ្ចឹងខ្ញុំដាក់ testing ដដែលមកហើយដើម្បី remove នឹងបានយើងឲ្យមាន message alert ដាក់ថាពីom direct ហើយដក2ហើយដាក់ឈ្មោះ folder ហ្នឹងមកវានឹង load message ប្រាប់យើងនេះremove directory testing អញ្ចឹងវាយើងដឹងថាអូយើងបាន remove វាជោគជ័យហើយវាមាន load message អញ្ចឹងយើងថា check វាមកនេះបាត់ហើយគឺនៅសល់តែពី folder មួយហើយ file មួយរបស់យើងអញ្ចឹងយើងអាចប្រើពី comment មួយហ្នឹងបានបើយើងអត់ចង់ឲ្យមាន message load យើងអាចប្រើ comment ទី1ដែលយើងប្រាប់បើយើងចង់បាន message load គឺប្រើ comment ទី2អូខេបន្តទៅទៀតខ្ញុំចង់បង្ហាញកូដមួយទៀតដែលវាក្នុងការធ្វើការ remove folder ដែរប៉ុន្តែលក្ខខណ្ឌមួយនេះគឺនៅក្នុង folder ហ្នឹងវាមាន file អ្វីដែលខ្ញុំបានបង្ហាញថា remove folder មិនហ្នឹងគឺ remove folder ដែលវានៅក្នុង folder ហ្នឹងគឺវាទទេលវាអត់មាន file អត់មានឯកសារអីទេអាហ្នឹងយើង remove តាមកូដទាំងពីរហ្នឹងបាទ remove ទៅបាទចុះអូមកថាលក្ខខណ្ឌនេះដែលខ្ញុំបានមិញ folder នេះ folder name ខ្ញុំហ្នឹងគឺមាន file នៅខាងក្នុងហ្នឹងដោយថាខ្ញុំប្រើ file នេះពីរនេះខ្ញុំបានបង្កើតបុកមិញនៅក្នុង folder ហ្នឹងណាមាន backup មួយហើយនិង file ដែលយើងបាន copy ពីក្រៅមួយចូលក្នុងអញ្ចឹងវាមានពីរ file អញ្ចឹងឥឡូវខ្ញុំសាកឲ្យគ្នាយើងមើលថាអូឥឡូវខ្ញុំប្រើកូដមួយហ្នឹងខ្ញុំចង់ remove folder មួយហ្នឹងតើវា remove បានអត់ឥឡូវដាក់ថាdirectory ដាក់ថា name ហើយ enter នេះយើងឃើញហើយការ remove គឺ remove អត់បានជោគជ័យទេហើយវា fail to remove ព្រោះថានៅក្នុង directory ហ្នឹងគឺមិន empty មានន័យថាមិនទទេលបើទទេលប្រើកូដ remove មួយហ្នឹងគឺនឹងបានផលប៉ុន្តែបើវាមិនទ
តូទេទេប្រើកូដមិនហ្នឹងអត់បានផលទេអញ្ចឹងយើងចង់ដឹងថាអូតើវា remove បានអត់គឺអត់បានទេនេះមក file នៅតែដែលហើយខាងក្នុង folder ហ្នឹងគឺក៏អត់មានប័ណ្ណតាណាដែរព្រោះថាប្រើកូដវានឹងអត់បានអញ្ចឹងដើម្បីអាចធ្វើការ remove បានយើងមានកូដមួយទៀតតែដើម្បីក្នុងការ remove បើថាមានទោះតែមាន file ក៏ដោយក៏ remove បានដូចគ្នាអញ្ចឹងយើងប្រើកូដមួយដាក់ថា .om ដក clear ដាក់ថា.rv ដក clear មកហើយវាយឈ្មោះ folder ហ្នឹងមកអញ្ចឹង folder name អញ្ចឹងទាំង folder ទាំង file ខាងក្នុងទាំងអស់គឺនឹងត្រូវ remove ចេញទាំងអស់ដោយប្រើកូដមួយនេះអញ្ចឹងយើងចង់ដឹងថាតើវា remove ពិតមែនអត់ទេបាត់ហើយអញ្ចឹងបើគ្នាយើងណាគាត់ចង់ប្រើកូដ remove នៅ file ឬក៏ folder អីដែលចេះថាមានក្នុង folder ហ្នឹងវាមាន file ឬក៏ឯកសារនៅក្នុងហ្នឹងយើងចង់ remove ទាំងអស់ដោយមិនចង់បានចូលទៅ remove ម្ដងមួយហើយចាំលុប file អស់ហើយចេញមកលុប folder ក្រោយអញ្ចឹងណាយើងវាយូរអញ្ចឹងដើម្បីឲ្យលឿនយើងប្រើកូដតែមួយខ្សែនេះទៅចប់រួច remove តែម្ដងបានតែ file ខាងក្នុង folder ហ្នឹងមួយនឹង folder ហ្នឹងផ្ទាល់តែម្ដងអញ្ចឹងមានភាពងាយស្រួលហើយលឿនរហ័សអូខេបន្តទៅទៀតគឺខ្ញុំចង់បង្ហាញគ្នាយើងតទៅកូនមួយគឺតទៅនឹងការ rename ការ rename file របស់យើងណាអូខេប្រហែលថាខ្ញុំចង់ rename full file របស់យើងនេះឥឡូវខ្ញុំឆែកមើលដាក់ថា set and yeah sorry white call ដាក់ថាខ្ញុំភ្លេចអត់និយាយ set file name អត់និយាយទេយើងចង់មើលថា file យើងនេះមានទិន្នន័យឯកសារដែលយើងបានបញ្ចូលហ្នឹងគឺនៅក្នុង file ហ្នឹងហើយអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញនោះគឺតែទៅនឹងកូដធ្វើការ rename ឈ្មោះ file របស់យើងនេះ file name នេះចង់ rename វាចេញដាក់ឈ្មោះផ្សេងអញ្ចឹងណាតើការ rename មួយហ្នឹងតើពេលយើង rename ទៅតើវាបាត់ឯកសារអត់ចឹងឥឡូវនេះខ្ញុំឆែកឲ្យគ្នាមើលថាឯកសារយើងនៅធម្មតាចាំមើលនៅតបពីការ rename ហើយតើវាបាត់អីអត់អញ្ចឹងកូដនោះគឺដាក់ថា mv file name .txt ហើយដក clear មកហើយយើងវាយឈ្មោះ file ថ្មីរបស់យើងមក file name ដដែល 2.txt ហើយយើងវាយវាដែរនេះ file យើងបាន rename ដល់ជោគជ័យហើយយើងចង់ឆែកមើលថាតើក្នុង file ហ្នឹងវាបានផ្លាស់ប្ដូរឬក៏មានអីជាលើកមុនអត់យើងឆែកមើលអូខុសខ្ញុំវាយខុសច្រឡំវាយចាស់ file name អត់នេះអ្វីទាំងអស់នៅក្នុង file ហ្នឹងគឺនឹងមិនផ្លាស់ប្ដូរទេអញ្ចឹង comment មួយនេះគឺគ្នាយើងអាចធ្វើការប្រើប្រាស់បាននៅពេលដែលគ្នាយើងចង់ធ្វើការ rename ទៅលើឈ្មោះ file អញ្ចឹង file basic foundation code គឺមានតែប៉ុណ្្នឹងតទៅទៀតគឺខ្ញុំនឹងមកអ្នកគ្នាពីរបៀបក្នុងការប្រើប្រាស់កូដ hardware monitor អញ្ចឹងអូខេអូខេបន្តទៅនេះយើងខ្ញុំបង្ហាញពីកូន hardware monitor ដែលកូដទី1គឺบอกថាយើងចង់បង្ហាញចង់មើលតើទៅនឹង check មើលពី comment CPU យើងមកថាយើងឆែកមើលគឺយើងដាក់ថា ls CPU យើងថា enter នេះវាមកបង្ហាញហើយអញ្ចឹងយើងអាចធ្វើការ scroll ឡើងលើទៅគឺបង្ហាញថាCPU យើងមិនបាន core អញ្ចឹងណាក្នុងលក្ខខណ្ឌនេះគឺខ្ញុំមាន4 core ហើយនេះ family ខ្ញុំមាន2អញ្ចឹងអានេះជាហើយ CPU brand របស់ខ្ញុំនេះ Gen i5 ចំណុចទី12 500H អញ្ចឹងអានេះជា CPU របស់ខ្ញុំជាចំណុច CPU ហើយនឹងចំណន់អញ្ចឹងវានឹងមកបង្ហាញព័ត៌មានតទៅ CPU ទាំងអស់នៅក្នុងហ្នឹងអញ្ចឹងនេះជា comment ដែលយើងប្រើសម្រាប់ឆែក CPU ហើយមួយទៀត comment មួយទៀតគឺជា comment ក្នុងការឆែកមើលព័ត៌មានអញ្ចឹងណា
មានដូចថា manager របស់យើងចឹងយើងដាក់ថា top ហើយវានេះចេញមកយើងប្រើ comment top top ហ្នឹងហើយយើងវាចេញមកគឺដូចថា manager មែនតើអញ្ចឹងយើងខ្ញុំបើកថា manager ឲ្យមើលអឺទេនៅក្នុង Windows យើងគឺមានថា manager យើងវាចេញបែបហ្នឹងហើយនៅពេលដែលយើងប្រើ monitor code ហ្នឹងគឺវាចេញបែបនេះឃើញអត់ដូចគ្នាចេញលោម្ដងចេញម្ដងចេញទៅនេះថាដូចថា manager អញ្ចឹងអូខេបន្ទាប់ពីយើងបានឃើញបែបនេះគឺយើងមើលទៅវាខ្មៅសអត់មានពណ៌អត់មាន color អត់មានអីហើយអត់អាចសតបានអត់មានអីយើងអាចធ្វើការបានស្រួលដូចក្នុងថា manager ឯងក្នុងថា manager មកថាយើងចង់ធ្វើការ enter ឬក៏ fill វាចេញអញ្ចឹងយើងអាចចុចលើវាហើយយើងបានអញ្ចឹងហើយកន្លែងនេះគឺយើងអត់អាចសតវាដាក់វាតូចធំទៅតូចអញ្ចឹងបានទៀតអញ្ចឹងអត់កើតទេអញ្ចឹងដើម្បីអាចធ្វើឲ្យវាកើតបានយើងចុចអូខេយើងធ្វើការ update មុនសិនឥឡូវយើងខ្ញុំធ្វើការ update សិនណាចូលcomment update គេដាក់ថា pro អឺ API APT update អញ្ចឹងខ្ញុំធ្វើការ update សិនមកហើយយើងវាយចូល password ទៅហើយយើងឲ្យវា update សិនដើម្បីឲ្យវាមាន package ថ្មីយកមកអញ្ចឹងណាហ្នឹងហើយអញ្ចឹងតទៅពីការ update ហើយយើងប្រើ comment មួយទៀតគឺការ install htop ព្រោះថានៅពេលយើង install htop ទៅវានឹងចេញស្អាតជាងមួយហ្នឹងវាមាន color វាមានអាចធ្វើការអឺផ្សតពីធំទៅតូចធំហើយយើងអាច select ធ្វើការ kill ឬក៏ enter វាបានទៅលើប្រជែងដូចនឹងតាម manager ដែរអញ្ចឹងឥឡូវយើងធ្វើការ install ទាំងអស់យើងប្រើពាក្យថា sudo apt ហើយនឹង install htop អញ្ចឹងវានឹងធ្វើការ install ហើយអូខេបន្ទាប់ពីការ install រួចចប់យើងអាចធ្វើការ check មើលដាក់ថា htop មកនេះនេះយើងឃើញមានភាពខុសគ្នាពីការយើងឆែក top មិញគឺវាអត់មាន color អត់មានអីហើយអានេះយើងមាន color ហើយយើងអាចសតបានទេយើងសតពីធំទៅតូចពីតូចទៅធំយើងមើលឃើញ color វាអាចពីជាងមុនហើយយើងអាចធ្វើការ enter វាទៅតាមយកដោយប្រើលេខនេះយើងវាយបញ្ចូលលេខហើយយើងការ search ទៅមើលអីក៏បានដែរនេះអាចធ្វើការ search អីបានធ្វើអីក៏បានដែរតែយើងហើយយើងអាចធ្វើការយកទៅ kill បាននេះទៅពេលដែលយើងវាយលេខបានហើយយើងចង់ប៉ុណ្ណឹងយើងវាយលេខអាហ្នឹងទៅយើង kill ទៅលឿនមែនតើវាយចេះហើយយើង kill ទៅតែយើងបើយើងចង់ kill តែឥឡូវក្នុងលក្ខខណ្ឌខ្ញុំក៏អត់ទេខ្ញុំអត់មានទឹក kill អីទេដាស់ទេហ្នឹងហើយអូខេតបមកគាត់ទៅធ្វើការចុចចេញបានចប់ស្រួលមានភាពងាយស្រួលមែនតើខុសពីអឺមិញអាមួយនោះវាមានរាងខ្មៅសអញ្ចឹងណាអប់មុនហ្នឹងវាមានតែខ្មៅសតែអានេះយកបាន install htop វាមាន color វាមាន feature មួយចំនួនដែលយើងអាច useful ក្នុងការប្រើប្រាស់ជាងមុនអូខេបន្ទាប់តទៅមុខទៀតខ្ញុំធ្វើការ quit វាមកហើយcomment បន្តទៀតគឺខ្ញុំចង់បង្ហាញពី comment ពីក្នុងការឆែក memory ហើយនឹងរបស់យើងអញ្ចឹងយើងថា free enter thìវាមកបង្ហាញមកហើយពណ៌របស់យើងជាមួយនឹង memory វាគិតជាបាយអញ្ចឹងវាមើលទៅច្រើនអញ្ចឹងក៏មិនថាយើងចង់មើលអញ្ចឹងនេះព្រោះថាវាច្រើនពេកបាក់យកគណនាចេះយកវាមានភាពពិបាកអញ្ចឹងយើងចង់ដឹងជា gigabyte វិញតើយើងចង់បែបម៉េចអញ្ចឹងយើងបែរ comment free ដកហះមកអញ្ចឹងយើងបាយ enter នេះចេញជា gigabyte ស្រួលទៅជាងមុនអញ្ចឹងនេះវាចេញជាតើ 3G អញ្ចឹងទៅបានមេប្រហែលទៅអញ្ចឹងយើងមើលមានភាពងាយស្រួលមើលមែនតើអញ្ចឹងបើយើងមើលលទ្ធផលមួយនេះហើយនឹងលទ្ធផលនេះបើយើងប្រៀបទាំងគ្នាយើងលទ្ធផលខាងក្រោមនេះគឺយើងមើលទៅឃើញមានភាពងាយស្រួលជាងយ៉ាងលើអញ្ចឹងណាអញ្ចឹងនេះជា comment ដែលយើងអាចប្រើប្រាស់បានដើម្បីឲ្យការឆែក memory របស់យើងហ្នឹងទៅមានភាពងាយស្រួលអញ្ចឹងយើងប្រើ free ដកទៅហើយវាអាចចេញឃើញជាលទ្ធផលមួយដែលយើងមើលទៅយើងឆាប់យល់ហើយនឹងយល់ជាងនៅពេលដែលយើងប្រើ comment free ទៅទេ
ok hay cô và to tiết cư bờ ông mà hay xong đi vào dương vậy thôi chúng mình đi được ở vào dương chứ đại đi á hiện thơ đó chắc vì là tranh màu ấy để tranh rồi đi dương về cái này chẳng có này này tay viết đôi nhà lơ này trên chụp mày việc cất chụp bay chứ này nó bay ai audio true đôi năng bao nhiêu free mình đó cứ cái cũng thơ đôi kia thế nhưng bay chỉ nó đi áp nó độ máu dàn thớ vì năng cất chi cái bay hay năng mấy cái bay dương này chân dương miền dương mới tới vô chiều bốn hay dương đi xuống đừng thả điประมาณไม่อันนี้ประมาณชีอันนี้ประมาณช่างแต่จังวิเมียนพิมพ์งิสโรบยงติมตัวทาจงเปรียบทาได้ให้ดังทางนี้ตามเวลางิสโรมาจึงก็จะหางนี้ให้จังคณีนาก็จองปลาเป็นเอาไว้ใช้ดิใช้ปลาเป็นไว้ได้นั่นแหละโอเคไปต่อตอนนี้ยมจองผ่านของมันรีคิลมันยังยมผ่านคิลยังจองได้ถ้าการสลักเยอะจังแต่มันยังจองchỉของมันไว้เอายังพอแบบไม่ยังยังโจให้ท็อปโอเค ឥឡូវនេះគឺជា processor ដែលយើងវាកុំព្យូទ័រណាអញ្ចឹងមកថាខ្ញុំចង់លុបតេតងនឹង100នេះកន្លែង farm មួយនេះ1028ចង់លុបអញ្ចឹងយើងអាចធ្វើការ search វាទៅមកថាចង់លុបអីយើង search ហ្នឹងតែឆ្មោះទឹកអញ្ចឹងទៅទីចង់លុប APIS IT អញ្ចឹងទៅនេះវា search មកហើយអញ្ចឹងក្នុងពិសិដ្ឋហ្នឹងវាមានច្រើនអញ្ចឹងយើងចង់លុបអីវាអត់ជាច្បាស់ទេអញ្ចឹងដើម្បីអាចច្បាស់យើងធ្វើការមកមួយកូដអញ្ចឹងដើម្បីអាចប្រើកូដបានយើងគាត់គិតមកហើយអូម៉ាត់ឲ្យមិញដាក់ដូចប៉ុន្មាន1028ហ៎អូខេអញ្ចឹងយើងដាក់កូដនេះយើងដាក់ថា kill ដក9ហើយទីមកដាក់ថា1028អញ្ចឹងយើងធ្វើឲ្យការ enter វានឹងធ្វើឲ្យ remove វិញវាអត់មានអឺ message អីទេតែខ្ញុំករណីនេះខ្ញុំអត់ចង់ remove ទេខ្ញុំគាត់បង្ហាញកូដដែលអាចធ្វើការ remove បានហើយមួយទៀតកូដដែលយើងចង់ថាចង់ remove ភ្លាមហ្មងដោយមិនចាំបាច់ចូលទៅក្នុង head top យើងអាចប្រើជាមិនកូដមួយទៀតដែលយើងវាយពាក្យថា p kill អឺដក9ហើយវាយឈ្មោះតែម្ដងវាយឈ្មោះកម្មវិធីមកថាខ្ញុំចង់ជួយវិញចិត្តហើយអូខេដាក់ចិត្តចិត្តទៅអញ្ចឹងយើងធ្វើ enter វានឹង remove ហើយអញ្ចឹងមិនមែនថា file ឈ្មោះអីយើងវាយឈ្មោះហ្នឹងអាបាញ់មិញនេះកូដអាបាញ់មិញមុនហ្នឹងគឺយើងធ្វើការ kill ទៅតាមលេខកូដវាហើយលើកនេះយើងធ្វើការ kill វាទៅតាមឈ្មោះវិញអញ្ចឹងពីរកូដហ្នឹងយើងអាចធ្វើការជ្រើសប្រើប្រាស់មួយទៅបើយើងចង់តាមឈ្មោះយើងប្រើកូដនេះបើយើងចង់ remove តាមលេខយើងប្រើកូដទៀតអញ្ចឹងមានភាពងាយស្រួលមែនតើអូខេអញ្ចឹងវីដេអូហ្នឹងគឺដូចមានតែប៉ុណ្្នឹងឯងគឺមួយcode monitor ជាមួយនឹង basic command foundation របស់យើងគឺមានតែប៉ុណ្្នឹងអញ្ចឹងជួបគ្នា part ទី5ទាំងអស់គ្នាហើយជួបគ្នានៅវីដេអូក្រោយបាយអូខេតែមុននឹងឈប់ខ្ញុំសូមធ្វើការបិទវា shutdown សិនមកអឺ